សូមជូនរឿងម្ចាស់ផ្ទះនិងបុរសសុំសំចតមាននិទានមួយដំណាលថាមានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មីគប់ជួនមានបុរសម្នាក់ទៀតចូលមកសុំសំណាក់នឹងផ្ទះនោះឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចតហើយនៅរួមគ្នាក្នុងផ្ទះនោះទៅចៅសុំសំចតលុះនៅបានយូរបន្តិចក៏រាប់អស់គ្រឿងផ្ទះគឺរនូតរនៀបរណបបង្កងដៃរណែងផ្ទងផ្លានមានដំណឥតដំណនៅស្លឹកប្រក់ខ្នួចសពគ្រប់កត់សម្គាល់ទុកជាចំណាំលុះនៅជាអំឡុងបានមួយខែទៅម្ចាស់ផ្ទះក៏និយាយថាចៅមកនៅសំចតនឹងអញនេះយូរអង្វែងហើយចូលចៅទៅស្រុកចៅវិញចុះអញនឹងម្ដាយឪពុកយកបងប្អូនអញមកនៅឯចៅសុំសំចតឆ្លើយថាផ្ទះនេះជាផ្ទះរបស់អញម្ដេចក៏ចៅថាជាផ្ទះរបស់ចៅវិញចៅទាំងពីរនាក់ឆ្លោះគ្នាទាស់តែងដណ្ដើមផ្ទះគ្នាក៏នាំគ្នាឡើងទៅប្តឹងចៅក្រមឲ្យជំនុំជម្រះចៅម្ចាស់ផ្ទះប្តឹងថាផ្ទះនោះជាផ្ទះរបស់ខ្ញុំប្របាទទើបសង់ថ្មីចៅនេះចូលមកសុំសំចតអស់អំឡុងមួយខែពុំព្រមចេញសូម្បីខ្ញុំប្របាទប្រាប់ឲ្យចេញក៏នៅតែពុំចេញថែមទាំងចៅនេះប្រកាន់យកផ្ទះរបស់ខ្ញុំប្របាទថាជាផ្ទះរបស់ខ្លួនផងទៀតចៅសុំសំចតប្តឹងថាផ្ទះនោះខ្ញុំព្រះបាទទើបសង់ថ្មីចៅនេះមកសុំសំចតអស់អំឡុងមួយខែហើយដណ្ដើមយកផ្ទះនោះអំពីខ្ញុំប្របាទសូមទានមេត្តាប្រោសបើចៅនេះប្រកាន់ថាជាផ្ទះរបស់ខ្លួនតើចៅនេះដឹងទេអស់ទាំងគ្រឿងផ្ទះនោះគឺរនូតរនៀបបង្កងខ្នួចស្លឹកប្រក់ផ្ទះមានប៉ុន្មានចៅម្ចាស់ផ្ទះឆ្លើយតបទៅចៅក្រមថាខ្ញុំប្របាទម្ចាស់ពុំបានរាប់ទេតែផ្ទះនេះពិតជាផ្ទះរបស់ខ្ញុំប្របាទប្រកបមែនចៅក្រមក៏ដណ្ដឹងសួរទៅចៅសុំសំចតថាបើចៅប្រកាន់ថាជាផ្ទះរបស់ចៅតើចៅដឹងទេគ្រឿងផ្ទះនោះមានប៉ុន្មានចៅសុំសំចតហេតុតែបានកត់សម្គាល់ចំណាំទុកពីមុនមកស្រេចក៏ឆ្លើយត្រូវទាំងអស់ចៅក្រមយល់ថាប្រហែលជាចៅនេះជាម្ចាស់ផ្ទះមែនបានជាចាំបានសពគ្រប់ទាំងគ្រឿងផ្ទះទើបកាត់សេចក្តីឲ្យបានទៅចៅសុំសំចតនោះឯចៅម្ចាស់ផ្ទះពុំសុខចិត្តឡើយទើបនាំរឿងនោះទៅក្រាបទូលបង្គំព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់ព្រះចិន្តាថាហេតុអ្វីក៏ចៅមួយនេះចាំអស់គ្រឿងផ្ទះសពគ្រប់ម្លេះហើយទ្រង់ត្រាស់សួរថាចៅចាំគ្រឿងផ្ទះបានហ្មត់ចត់ល្អណាស់តែឯជើងសសរខាងក្នុងរណ្ដៅនោះតើមានអ្វីឬទេចៅសុំសំចតក្រាបបង្គំទូលថាគ្មានអ្វីនៅក្នុងរណ្ដៅទេទើបទ្រង់ត្រាស់សួរទៅចៅម្ចាស់ផ្ទះថាបើចៅថាផ្ទះនោះជារបស់ចៅតើចៅបានដាក់អ្វីនៅជើងសសរខ្លះដែរឬទេចៅម្ចាស់ផ្ទះក្រាបទូលថារណ្ដៅខាងជ្រុងអាគ្នេយ៍នោះជាទីមានភក់ទន់ជ្រាយទើបទូលព្រះបង្គំជាខ្ញុំយកឈើមួយកំណាត់ដាក់នៅបាតសសរដើម្បីកុំឲ្យវាស្រុតទ្រង់ត្រាស់ថាបើដូច្នោះត្រូវទៅជីកសសរនោះមើលតើមានមែនឬទេលុះជីកទៅក៏បានឃើញកំណល់កលជើងសសរនោះមែនទ្រង់ត្រាស់វិនិច្ឆ័យថាហេតុតែផ្ទះនោះជារបស់ចៅនោះមែនបានជាចាំបានដល់ក្នុងដីឯចៅមួយនោះមិនមែនជាម្ចាស់ទេបានជាចៅចាំតែគ្រឿងខាងលើពុំដឹងដល់ខាងក្នុងដីហេតុនេះត្រូវបានផ្ទះទៅចៅដែលដឹងដល់គ្រឿងផ្ទះនៅខាងក្នុងដីឯចៅមួយនោះជាអ្នកឆោបបោកគេត្រូវមានទោសនឹងត្រូវពិន័យតាមច្បាប់ចៅទាំងពីរនាក់សុខចិត្តហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅរបស់ខ្លួនទីតីយ៉ង